បច្ចេកវិទ្យាអាប់ដេតដេសូមស្វាគមន៍រថយន្ត model ឆាងអាន Dipel S05 ស៊េរីថ្មីបំពាក់នៅប្រព័ន្ធ LiDAR និងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនក្រុមហ៊ុនឆាងអាន Automobile ប្រចាំប្រទេសចិនបានបញ្ចេញនៅរថយន្ត model Dipel S05 ស៊េរីថ្មីរបស់ខ្លួនដែលនាំមកនូវការកែលម្អទាំងការរចនាបច្ចេកវិទ្យានិងសមត្ថភាពបើកបរឆ្លាតវៃការផ្លាស់ប្ដូរដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺការបំពាក់នៅប្រព័ន្ធ LiDAR ជាលើកដំបូងលើ Dipel S05 រួមជាមួយនឹង sensor ចំនួន26ដែលដំណើរការដោយប្រព័ន្ធ SDA Pilot ប្រព័ន្ធនេះផ្ដល់នូវមុខងារជំនួយបើកបរជាង90មុខងាររួមមានការបើកបរឆ្លាតវៃនៅក្នុងទីក្រុងការបើកបរទៅលើផ្លូវល្បឿនលឿននិងការចតរថយន្តដោយស្វ័យប្រវត្តិលើពីនេះវាក៏ប្រើនៅបន្ទះឈីបរថយន្តកម្រិត3 nanometer ដំណើរការជាមួយនឹង Dipel OS និង AI DeepSeek R1 ដែលធ្វើឲ្យប្រព័ន្ធកំសាន្តនិងការបញ្ជារបស់រថយន្តមានភាពឆ្លាតវៃនិងឆ្លើយតបបានលឿនជាងមុនផងដែរផ្នែកខាងក្រៅរបស់រថយន្ត Dipel S05 ថ្មីគឺត្រូវបានរចនាឡើងឲ្យទំនើបជាងមុនដែលរក្សានៅប៉ាណាមុខបិទជិតនិងបន្ថែមនូវចង្គៀង Dipel Eye ជាមួយនឹងការរចនាបែប Flying Shadow រថយន្តបំពាក់នៅ frameless door ដៃទ្វារលាក់ពាក់កណ្ដាលនិងកង់អាលុយមីញ៉ូមទំហំថ្មីគឺទំហំ18អ៊ីងដែលជួយបន្ថែមភាពស្ពណ៌និងប្រណិតផ្នែកខាងក្នុងវិញគឺត្រូវបានរចនាតាមគោលគំនិត Floating Starship ដោយប្រើប្រាស់នៅស្បែកគុណភាពខ្ពស់និងបន្ទះតុបតែងលំនាំឈើចំណុចលេចធ្លោរួមមានអេក្រង់កណ្ដាលទំហំ 15.6 អ៊ីងកម្រិត 2.5K ដងលេខនៅជួរឈរចង្កូតភ្លើង ambient light ចំនួន256ពណ៌និងជម្រើសពណ៌ផ្ទៃខាងក្នុងគឺមានពណ៌ស្វាយពណ៌ទឹកក្រូចនិងពណ៌ប្រផេះសម្រាប់សមត្ថភាពបើកបររថយន្ត model Dipel S05 EV បំពាក់នៅម៉ូទ័រអគ្គិសនីខាងក្រោយដែលផលិតបានកម្លាំង272សេសអាចជន់ស្ទុះពី0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលត្រឹមតែ 6.28 វិនាទីតែប៉ុណ្ណោះថ្មផលិតដោយខាលជាមួយនឹងបច្ចេកវិទ្យា Golden Bell Battery មានជម្រើសចម្ងាយបើកបរ520គីឡូម៉ែត្រនិង620គីឡូម៉ែត្រព្រមទាំងគ្រប់គ្រងការសាកល្បឿនលឿន 3C Fast Charging ដែលអាចសាកថ្មពី 30% ដល់ 80% នៅក្នុងរយៈពេលត្រឹមតែ15នាទីតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះទេរថយន្ត model Dipel S05 ថ្មីក៏មានទំហំផ្ទុកអីវ៉ាន់ធំទូលាយជាងមុនដោយមានកន្លែងផ្ទុកសរុបរហូតដល់37កន្លែងក្លុបក្រោយមានទំហំ492លីត្រនិងក្លុបខាងមុខមានទំហំ159លីត្រនៅក្នុងនាមជា model បាសកលរបស់ឆាងអានរថយន្ត Dipel S05 បានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបនិងចក្រភពអង់គ្លេសរួចហើយបច្ចុប្បន្នមានការលក់ជាមធ្យមប្រមាណជា 30,000 គ្រឿងនៅក្នុងមួយខែនៅទូទាំងពិភពលោកការធ្វើបច្ចុប្បន្នភាពលើកនេះគឺបង្ហាញអំពីការបដិញ្ញាចិត្តរបស់ឆាងអាននៅក្នុងការផ្ដល់ជូនរថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើបសុវត្ថិភាពខ្ពស់និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការរបស់អតិថិជននៅលើទីផ្សារសកលហើយចំពោះតម្លៃដាក់លក់នៅលើទីផ្សារចិនវិញនោះគឺចាប់ពី$16,000រហូតដល់$17,000អាមេរិកទូរស័ព្ទ model Spark 50តម្លៃក្រោម$200ជា smartphone កំពូលធន់ថ្មធំប្រើបានរហូតដល់2ថ្ងៃក្រុមហ៊ុនបច្ចេកវិទ្យា Smartphone Tecno បានប្រកាសចេញជាផ្លូវការនៅ Smartphone លំដាប់ថវិកាចុងក្រោយបង្អស់របស់ខ្លួនគឺ model Tecno Spark 50ជា Smartphone ដែលបង្កើតឡើងមកជាមួយនឹងថាមពលថ្មកាន់តែធំភាពធន់កាន់តែខ្ពស់ដោយ model ថ្មីនេះនឹងមកផ្លាស់ប្ដូរនិងអង្រួនទីផ្សារនៃ Smartphone លំដាប់ថវិកាទាំងស្រុងTecno Spark 50គឺត្រូវបានក្រុមហ៊ុនអះអាងមកថាជា Smartphone ដែលមានតម្លៃសមរម្យនិងល្អបំផុតនៅក្នុងកម្រិតតម្លៃក្រោម$200ពីព្រោះ Smartphone model ថ្មីនេះគឺបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៅថាមពលថ្មដ៏ធំមហិមាដែលអាចប្រើប្រាស់បានរហូតដល់2ថ្ងៃជាមួយនឹងអាវការពារ IP64 ការពារទឹកនិងទលាបានយ៉ាងល្អរួមទាំងមានភាពធន់កម្រិតគុណភាព SGS 5 Star ដែលអាចធន់ទៅនឹងការធ្លាក់រហូតដល់កម្ពស់ 1.8 ម៉ែត្រដែលធ្វើឲ្យវាក្លាយជាដៃគូប្រចាំថ្ងៃដ៏ឆ្លាតវៃសម្រាប់មនុស្សទូទៅសម្រាប់ការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃដោយគ្មានក្តីបារម្ភឡើយទូរស័ព្ទ model Tecno Spark 50មានទំហំថ្មរហូតដល់6700មីលីអង់ពែម៉ោងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន18វ៉ាត់ដូច្នេះលោកអ្នកគឺមិនចាំបាច់ត្រូវការយក power bank មកតាមខ្លួនទៀតនោះទេមិនត្រឹមតែប៉ុណ្ណោះទេ smartphone ថ្មីនេះក៏អាចជួយកុំឲ្យទូរស័ព្ទឆាប់ឡើងកម្ដៅជាមួយទៅនឹងបច្ចេកវិទ្យា bypass charging ដែលអាចសាកថ្មបណ្ដាប្រើប្រាស់បណ្ដាមិនឲ្យធ្វើឲ្យធ្លាក់គុណភាពថ្មនិងឡើងកម្ដៅនោះទេទូរស័ព្ទ model Tecno Spark 50នេះគឺមានអេក្រង់ល្បឿន 120Hz ទំហំ
6.78 អ៊ីងបាសបំពោសម្លេងពីគ្រាប់សម្លេងច្បាស់ខ្លាំងកម្រិត DTS 2.0 ហើយវាភ្ជាប់មកជាមួយនឹង RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ដោយមានតម្លៃប្រមាណជា$159និង RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB គឺមានតម្លៃ$179គួរបញ្ជាក់ផងដែរថា Tecno គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោកដែលមានប្រតិបត្តិការនៅក្នុងទីផ្សារជាង70ប្រទេស Tecno បានបដិញ្ញាចិត្តយ៉ាងមុតមមនៅក្នុងការធ្វើបដិវត្តបទពិសោធន៍ Digital នៅក្នុងទីផ្សារកំពុងរីកចម្រើនទូទាំងពិភពលោកដោយមិនឈប់ឈរនៅក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើបភាពស្រស់ស្អាតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់និងបញ្ញាសិប្បនិម្មិតផងដែរក្រុមហ៊ុន Apple ប្តឹង OpenAI រឿងលួចបុគ្គលិកនិងទិន្នន័យសម្ងាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានស្នើឲ្យចៅក្រមអាមេរិកចេញដីកាហាមឃាត់ជាបណ្ដោះអាសន្នដើម្បីរារាំងក្រុមហ៊ុន OpenAI និងអតីតបុគ្គលិករបស់ខ្លួនពីការចូលប្រើប្រាស់កាន់កាប់ឬក៏ទម្លាយនៅអ្វីដែល Apple អះអាងថាជាការសម្ងាត់ពាណិជ្ជកម្មរបស់ខ្លួនគណៈដែលចំនួនផ្លូវច្បាប់រវាងក្រុមហ៊ុនទាំងពីរកាន់តែមានភាពតានតឹងឡើងនោះក្រៅពីការស្វែងរកនៃការហាមឃាត់ក្រុមហ៊ុន Apple ក៏បានដាក់ចេញបញ្ញត្តិសុំឲ្យមានការពិនិត្យភស្តុតាងជាបន្ទាន់ដោយស្នើសុំសាកសួរចម្លើយលើអតីតបុគ្គលិកជាន់ខ្ពស់របស់ខ្លួនគឺលោកតាងយូតាន់ដែលជាអតីតអនុប្រធានផ្នែក Design iPhone និង Apple Watch ដែលបច្ចុប្បន្នគឺជាប្រធានផ្នែក Hardware នៅ OpenAI និងលោក Chang Lu អតីតវិស្វករអគ្គិសនីព្រមទាំងតំណាងក្រុមហ៊ុន OpenAI និងក្រុមហ៊ុន IO Productក្រុមហ៊ុន Apple បានដាក់ពាក្យប្តឹង OpenAI កាលពីខែកក្កដាឆ្នាំ2026ដោយចោទប្រកាន់ថា OpenAI បានប្រើប្រាស់ដំណើរការសម្ភាសការងារនិងការតាក់ទាញបុគ្គលិក Apple ដើម្បីលួចយកនៅព័ត៌មានសម្ងាត់ប្លង់ design គ្រឿងបន្លាស់និងបច្ចេកវិទ្យាផលិតផល hardware យកទៅប្រើប្រាស់នៅក្នុងគម្រោងអភិវឌ្ឍឧបករណ៍ hardware ផ្ទាល់ខ្លួនរបស់ OpenAI ជុំវិញករណីទាំងអស់នេះក្រុមហ៊ុន OpenAI គឺបានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះដោយបានបញ្ជាក់ថាសំណើនៃការហាមឃាត់របស់ Apple គឺផ្អែកទៅលើព័ត៌មានមិនពិតនិងគ្មានភាពចាំបាច់ទាល់តែសោះពីព្រោះ OpenAI មិនមាននិងមិនចង់បានការសម្ងាត់ពាណិជ្ជកម្មណាមួយរបស់ Apple នោះឡើយដើម្បីការពារខ្លួន OpenAI បានប្រកាសជាសាធារណៈនៅសារសន្ទនានិងអ៊ីមែលរវាងអតីតវិស្វករ Chang Lu និងបុគ្គលិក Apple ដើមដោយបង្ហាញថាភាគីបុគ្គលិក Apple ខ្លួនឯងទេដែលជាអ្នកតាក់ទងមកសុំជំនួយពីលោក Lu នៅក្នុងការស្វែងរកឯកសារបន្ទាន់ពីលោកបានចាក់ចេញពីក្រុមហ៊ុននោះ OpenAI បានបន្ថែមថាបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់ Apple ខ្លួនឯងទេដែលមិនបានបិទសិទ្ធចូលប្រើប្រាស់របស់អតីតបុគ្គលិកឲ្យបានត្រឹមត្រូវនោះសូមអរគុណចំពោះការទស្សនាកម្មវិធីបច្ចេកវិទ្យា Update Today